បាទសួស្តីបងប្អូនទាំងអស់គ្នាដែលចូលចិត្តលេងបាក់សីកីឡាទាំងអស់គ្នាបាទនៅថ្ងៃនេះដែរគឺខ្ញុំគ្មានវ័យច្រើនថតតែជួយបងប្អូនមើលលេងកំសាន្តទេគឺមានតែការដាក់ចំណីមន់ពេលព្រឹកឡើងអញ្ចឹងបងប្អូនខែនេះគឺជាខែធ្លាក់ភ្លៀងហើយអញ្ចឹងមន់យើងក៏ចាប់ដើមចូលជំងឺខ្លះដែរអញ្ចឹងបងប្អូនអ្នកលេងបាក់សីកីឡាទាំងអស់គ្នាគួរតែប្រុងប្រយ័ត្នបានខ្ពស់បន្តិចព្រោះខ្លាចមន់យើងចូលជំងឺដូចជាផ្ដាសាយអីជាដើមអញ្ចឹងជាហេតុដែលធ្វើឲ្យមន់យើងគ្មានកម្លាំងជល់ជាមួយគេនេះជាការផ្ដាំផ្ញើរបស់ខ្ញុំបន្តិចបន្តួចមិនមែនជាចំណេះដឹងអីច្រើនណាស់ទេគ្រាន់ជាការរំលឹកឲ្យបងប្អូនថែមន់ទាំងអស់គ្នាអញ្ចឹងមន់ទាំងអស់នេះគឺខ្ញុំមកបានស្អីវាទេថ្ងៃហ្នឹងគឺដោយសារមេឃភ្លៀងបងប្អូនដីសើមរកកន្លែងស្អីអត់បានទេអញ្ចឹងមិនតែដាក់ចំណីវានឹងជូតទឹកវាហាលថ្ងៃពេលព្រឹកឡើងអញ្ចឹងហើយក៏ឆ្លៀតថតឲ្យបងប្អូនមកលេងកំសាន្តទាំងអស់គ្នាដើម្បីបំបត្តិការអបសុកអញ្ចឹងបងប្អូនអ្នកចិញ្ចឹមមន់ខែនេះគឺយើងពិបាករកកន្លែងជួលបន្តិចហើយដោយសារអីទីទូដែលយើងធ្លាប់ជួបជុំគ្នាជួលលេងកំសាន្តភាគច្រើនគឺវាលិចទឹកអញ្ចឹងកន្លែងខ្លះទៀតក៏អត់លិចទឹកអញ្ចឹងណាប៉ុន្តែសំខាន់បំផុតគឺការថែទាំវានៅខែភ្លៀងនេះគឺទុកមន់នៅកន្លែងដែលមានសុវត្ថិភាពកុំឲ្យត្រូវទឹកភ្លៀងព្រោះអីយើងកន្លែងចិញ្ចឹមតូចអញ្ចឹងបងប្អូនអញ្ចឹងមន់ទាំងអស់នេះគឺខ្ញុំដាក់ចំណីឲ្យវាស៊ីដូចបងប្អូនឃើញអញ្ចឹងគឺមាន6 7គ្រាប់អញ្ចឹងចំណែកស្ទីលតូចៗនោះគឺមិនទាន់បានចាប់វាក្រុងទេប្រហែលជាមួយថ្ងៃពីរទៀតធ្លាក់ភ្លៀងកាន់តែច្រើនគឺខ្ញុំចាប់វាក្រុងដើម្បីការពារវាកុំឲ្យវាឈឺទាន់អាតូចនេះគឺមេវាប៉ងឲ្យបងប្អូនក្រាបប៉ងទៀតហើយអញ្ចឹងនៅសល់5 6គ្រាប់នេះស្ទីលនេះពេលជុំពេញលេងល្មមនេះបាបងប្អូនទុកកាត់មេនេះគឺមេទុំតែចាប់ចេញពីកូនហើយវីដេអូគឺមានតែប៉ុណ្្នឹងទេបងប្អូនសូមបងប្អូនចុចពាក្យជីវនិង Subscribe អ្នកមួយផងដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលតាមដានវីដេអូនេះពីដើមរហូតដល់ចប់